បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយខ្ញុំបាទជាម្ចាស់ហាងយសាលូ5ទ្រាប4បាទនៅចិត្តផ្លូវតុងមន់ហើយថ្ងៃនេះក៏មានពេលខ្លះៗក៏ឆ្លៀតពេលថតវីដេអូហើយនឹងកាត់វីដេអូជូនពុកម៉ែបងប្អូនមើលទស្សនានៅទស្សនភាពក៏ដូចជាសកម្មភាពទាំងមូលនៅក្នុងហាងរបស់ខ្ញុំបាទមួយរយៈកាលកន្លងមកនេះគឺជាប់រវល់មែនតើតើតើជាមួយនឹងការបោកកៅអាវរបស់ខ្ញុំបាទគឺរវល់ខ្លាំងរហូតតើតែអត់បានថតវីដេអូជូនពុកម៉ែបងប្អូននៅទស្សនាតើតើជាមួយនឹងសកម្មភាពបាទនៅក្នុងការបោកខោអាវទាំងមូលតែម្ដងបាទអញ្ចឹងក៏ឆ្លៀតពេលខ្លះដើម្បីមកថតវីដេអូបាទជូនពុកម៉ែបងប្អូនតាមដានទស្សនាហើយចឹងជំរាបជូនពុកម៉ែបងប្អូនថាហាងរបស់ខ្ញុំបាទហ្នឹងគឺបើកដំណើរការបាទពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យបាទជប់សម្រាប់ថ្ងៃបុណ្យជាតិធំទេហើយគឺបើកពីម៉ោង6ព្រឹករហូតទៅដល់ម៉ោង7ឬក៏ម៉ោង8យប់បាទអញ្ចឹងវាអាស្រ័យតកតងទៅនឹងខោអាវតិចឬក៏ច្រើនដែរបើសិនជាខោអាវច្រើនអាហ្នឹងខាងខ្ញុំបើកបាទរៀងលើសម៉ោងតិចបាទដោយសារជាប់ប្រហើយកៅអៅឲ្យភ្ញៀវអញ្ចឹងណាបាទហើយបើសិនបាទពុកម៉ែបងប្អូនចាប់អារម្មណ៍អាចបាទយកមកបោកនៅខាងខ្ញុំបាទគឺនៅយសាលូ5ទ្រាប4បាទអញ្ចឹងបាទនេះគឺជាទស្សនភាពបាទហាងកៅអៅនៅខាងមុខហាងរបស់ខ្ញុំបាទមិនថានៅខាងមុខហាងឬក៏នៅខាងក្នុងហាងទេគឺមានកៅអៅទាំងអស់ហើយរវល់មែនតើបាទមានទាំងកៅអៅហាលនៅព្យូនៅស្នួរកៅអៅផងនិងកៅអៅដែលភ្ញៀវបាទគាត់ដាក់យកមកបោកផងហើយសម្រាប់ការបោកកៅអៅនោះគឺខាងយើងខ្ញុំហ្នឹងគឺទទួលទាំងអស់មិនថាហូល6បាទអាវប៉ាក់បាទរ៉ូបស៊ីកាឬក៏រ៉ូបធម្មតាបាទមិនថាកៅអៅបោកអ៊ុតបោកគីឡូបាទកៅអៅបោកស្ងួតឲ្យខ្ញុំវិចខ្ចប់ឲ្យឬក៏យកទៅហាខ្លួនឯងទេគឺទទួលទាំងអស់តែម្ដងបាទតើតើជាមួយនឹងគុណភាពវិញគឺគុណភាពល្អបាទធានាថាបោកជូនពុកម៉ែបងប្អូនបាទបានស្អាតនិងតេតងមួយស្នាមប្រឡាក់ផ្សេងអីហ្នឹងក៏ខាងយើងខ្ញុំនឹងអាចធ្វើឲ្យបានស្អាតផងដែរហើយអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលបានគាំទ្រនៅហាងបោកអ៊ុតយសាលូ5ទ្រាប4របស់ខ្ញុំបាទអញ្ចឹងខ្ញុំបាទបារាំងជាម្ចាស់ហាងបោកអ៊ុតយសាលូ5ទ្រាប4អរគុណជម្រាបលា